សំបីតែរោគទ្រព្យសម្បត្តិក្នុងចិញ្ចឹមជីវិតរបស់ខ្លួនក៏ដោយលំបាកបំផុតក្រខ្លះក៏ផុតមុខផុតក្រោយខ្លះក៏បានដែរតែវាមិនគ្រប់គ្រាន់វាខ្វះខាតมันមានវិមានអីស្រកស្ដាំដល់ប៉ុណ្ណឹងទេព្រោះមើលតាមលទ្ធភាពក្នុងស្រុកភូមិយើងមើលមនុស្សវាអត់ដូចគ្នាអញ្ចឹងមែនថាអ្នកនឹងជាអ្នកដែលមានចិត្តកំណាញ់ព្រោះមិនបានលះទ្រព្យសម្បត្តិរបស់ខ្លួននឹងចែករំលែកធ្វើជាទាននៃបរិច្ចាគជាទានអត់ទេខំអោបទ្រព្យសម្បត្តិនឹងហួងហែងទុកប្រើប្រាស់តែម្នាក់ឯងនឹងឯងអានឹងចឹងបានជាកើតមកជាតិនេះអត់មានទ្រព្យសម្បត្តិហើយព្រះសម្មាសម្ពុទ្ធលោកបានសម្ដែងបញ្ជាក់មកកន្លែងថាបុគ្គលដែលបានសេចក្តីសុខក្នុងបច្ចុប្បន្ននេះព្រោះបានឲ្យទានជាដើមក្នុងកាលមុននេះវាមានកាលកន្លងឆ្នាំពី4-10ឆ្នាំមុនក៏មាន20ឆ្នាំមុនក៏មានបានធ្វើទាននោះឬក៏ពីជាតិមុនថាអតីតនោះមានអតីតឆ្នាំអតីតជាតិព្រោះជួនកាលមិនមែនពីជាតិមុនជាតិនឹងឯងបើថ្មីហ្នឹងលះបង់ធ្វើទានទៅអានិសង្ឃនឹងជួយមកបានសេចក្តីសុខក្នុងកាលឥឡូវនេះព្រោះបានធ្វើឲ្យទានជាការឲ្យទានក្នុងកាលមុនដូចជារុក្ខជាតិដើមឈើដែលគេយកដើមឈើទៅដាំគេស្រោចទឹកក្នុងគល់ដើម្បីឲ្យឈើនៅលូតលាស់ដល់ផ្លែនៅចាំអានេះពុទ្ធលោកធៀបឲ្យហ្នឹងតែព្រោះបានបរិច្ចាគទានហ្នឹងជាដើមក្នុងកាលមុនសម្រាប់អ្នកដែលក្រអត់ទ្រព្យអត់សម្បត្តិគឺมันកំណាញ់ហួងហែងទ្រព្យសម្បត្តិមកពីអត់បញ្ញាហួងហែងកោទុកដល់ខ្លួនឯងស្លាប់ទៅអាសម្បត្តិទ្រព្យហ្នឹងក៏អត់ទៅតាមយើងដែរយើងក៏ស្ពាយវាទៅមិនរួចសល់ចោលលើផ្ទះតែទាំងអស់បានតែមនុស្សរស់គេប្រើដល់កើតជាអនាគតវាអត់មានបន់ផលបន់ឲ្យជួយត្រង់ទេនេះលោកសំដែងអញ្ចឹងបើគេរែងគះធ្វើបន់ធ្វើទានអីក៏ធ្វើទាំងទឹះទាំងទល់បំធ្វើខ្លាចគេថាចិត្តវាអត់ជ្រះថ្លាធ្វើមិនបានបន់ចិត្តវាមិនរីករាយក្នុងការធ្វើទានហ្នឹងអត់បានទេហ្នឹងហេតុហើយដូចជាអ្នកខ្លះកើតមកកើតក្នុងត្រកូលខ្ពង់ខ្ពស់ឧត្តមឧត្តមវិញដូចជាកូនចៅដែលកើតមកម៉ែឪមានទ្រព្យមានសម្បត្តិអីស្រេចអាហ្នឹងអញ្ចឹងក្នុងត្រកូលខ្ពង់ខ្ពស់ឧត្តមឧត្តមមានសមត្ថភាពថាបុគ្គលនឹងជាបុគ្គលដែលមានអបច្ចាយណៈអភិវឌ្ឍនៈការគោរពការកោតក្រែងដល់បុគ្គលចាស់ប្រតិចារឬលោកអ្នកមានសិលជាសមណៈព្រាហ្មណ៍ជាដែរឬក៏លោកអ្នកប្រាជ្ញបណ្ឌិតចាស់ប្រតិចារមានការអោនលំទោនគោរព